តើអ្នកទទួលបញ្ចាំអាចប្រើប្រាស់និងអាស្រ័យផលពីវត្ថុឬបញ្ចាំរបស់អ្នកដាក់បញ្ចាំបានដែរឬទេក្នុងកំឡុងពេលជាប់កិច្ចសន្យាបើពុំមានការយល់ព្រមពីសំណាក់កូនបំណុលទេម្ចាស់សិទ្ធិលើការបញ្ចាំឬអ្នកទទួលបញ្ចាំមិនអាចប្រើប្រាស់ឬជួលវត្ថុបញ្ចាំបានឡើយប៉ុន្តែអ្នកទទួលបញ្ចាំអាចប្រើប្រាស់បានត្រឹមតែកម្រិតដែលចាំបាច់ក្នុងន័យរក្សាថែទាំទ្រព្យបញ្ចាំនោះមានន័យថាជាគោលការណ៍ម្ចាស់សិទ្ធិលើការបញ្ចាំឬអ្នកទទួលបញ្ចាំមិនអាចយកវត្ថុបញ្ចាំដែលបានដាក់បញ្ចាំទៅប្រើប្រាស់ដើម្បីជាប្រយោជន៍ផ្ទាល់ខ្លួនឬជួលបានឡើយប៉ុន្តែបើមានការអនុញ្ញាតនិងយល់ព្រមពីសំណាក់អ្នកបង្កត់សិទ្ធិលើការបញ្ចាំឬអ្នកដាក់បញ្ចាំនោះម្ចាស់សិទ្ធិលើការបញ្ចាំអាចប្រើប្រាស់និងជួលវត្ថុបញ្ចាំនោះបានពីព្រោះថាជាគោលការណ៍នៃការគោរពឆន្ទៈសេរីរបស់បុគ្គលឯកជនលើសពីនេះទៅទៀតដើម្បីថែរក្សាវត្ថុបញ្ចាំនិងជៀសវាងនូវការខូចខាតផ្សេងៗម្ចាស់សិទ្ធិលើការបញ្ចាំអាចប្រើប្រាស់វត្ថុបញ្ចាំត្រឹមកម្រិតចាំបាច់ក្នុងន័យរក្សាថែទាំទ្រព្យបញ្ចាំនោះដោយមិនចាំបាច់មានការយល់ព្រមពីអ្នកបង្កើតសិទ្ធិលើការបញ្ចាំនោះទេប៉ុន្តែមិនអាចជួលឬអាស្រ័យផលផ្សេងៗពីវត្ថុបញ្ចាំនោះបានទេ